ក្រោយចប់ការប្រកួតលោក McKenzie បានបង្ហាញពីចំណុចខ្វះខាតរបស់ក្រុមមួយថាគ្រូបង្វឹករបស់ក្រុមប្រកាន់រាជស្វ័យរៀងលោក Matthew McKenzie សរសើរកូនក្រុមថ្ងៃនេះលេងតាមផែនការដែលបានរៀបចំប៉ុន្តែក្រោយការប្រកួតលោកចង់ឲ្យកូនក្រុមកែប្រែចំណុចមួយត្រង់ចំណុចចលនារត់ចូលប្រអប់ក្រុមប្រកាន់រាជស្វ័យរៀងទទួលបាន3ពិន្ទុយ៉ាងសំខាន់សម្រាប់ការប្រកួតបើកឆាកពូល D នៃពានរង្វាន់ក្លឹបអាស៊ីកម្រិតទី3 AFC Challenge League ក្រោយការប្រកួតទល់នឹងក្រុម SP Falcon នៅពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃអាទិត្យទី26ខែតុលាឆ្នាំ2025ពួកគេបានទទួលបានជ័យជំនះក្នុងលទ្ធផល3-0គ្រាប់បាល់ទាំង3គ្រាប់របស់ប្រកាន់រាជស្វ័យរៀងគឺរកបានដោយ Petra Kwame 2គ្រាប់និង Tataki Odawara 1គ្រាប់ផងដែរថ្លែងនៅក្នុងសារសន្និសីទព័ត៌មានក្រោយចប់ការប្រកួតទល់នឹងក្រុម SP Falcon លោក McKenzie មានប្រសាសន៍យ៉ាងដូចនេះថាការប្រកួតនេះមិនមានចំណុចខ្វះខាតអ្វីទេគ្រាន់តែចំណុចមួយចំនួនយើងត្រូវកែប្រែចំពោះការបញ្ចប់ទីគ្រប់ការប្រកួតដែលយើងលេងគឺភាគច្រើនយើងតែងតែគ្រប់គ្រងបាល់បានច្រើនអ្វីដែលសំខាន់គឺការព្យាយាមធ្វើតាមដំណើរដែលយើងចាប់ផ្ដើមតាំងពី4ខែកន្លងមកអ្វីដែលបន្ថែមគឺចលនារត់ក្នុងប្រអប់ចំណែកការបញ្ចប់ទីគឺយើងធ្វើអញ្ចឹងដដែលគូបញ្ជាក់ផងដែរថាការប្រកួតបន្ទាប់ដែលជាការប្រកួតទី2ក្រុមប្រកាន់រាជស្វ័យរៀងនឹងត្រូវជួបគ្នាជាមួយនឹងក្រុម Era FC នៅថ្ងៃពុធទី29ខែតុលាឆ្នាំ2025នៅពហុកីឡដ្ឋានជាតិមរតកតេជោដដែល